សួស្តីបងវីដេអូថ្ងៃនេះនឹងមកបង្ហាញពីរបៀបក្នុងការបំពេញអាសយដ្ឋានឃ្លាំង DOSB នៅក្នុង app Lazada ដែលជាដំបូងបងប្អូនត្រូវចូលទៅក្នុង app Lazada ជាមុនសិនបន្ទាប់មកទៀតបងប្អូនចូលទៅកាន់ account រួចចុចលើអក្សរ setting ខាងលើផ្នែកខាងស្ដាំបន្ទាប់មកទៀតបងប្អូនចុចលើពី address book រួចចុចលើពី add address បន្ទាប់មកវានឹងបង្ហាញផ្ទាំងបែបនេះជំហានបន្ទាប់ដើម្បីបំពេញព័ត៌មាននេះបានបងប្អូនត្រូវចូលទៅកាន់ app DOSB រួចចុចទៅលើពី warehouse China/Thai select លើ Thailand រួចចុចទៅលើពី Bailand បន្ទាប់មកគ្រាន់តែចុច copy ឈ្មោះរួចត្រឡប់មកកាន់ app Lazada វិញដើម្បី pass ព័ត៌មាននោះចូលរួចបន្ត copy លេខទូរស័ព្ទ address និង unit floor រួច pass ចូលទៅក្នុង app Lazada trongចំណុចនេះបងប្អូនអាចដាក់កំណត់ចំណាំបានថាជាផ្ទះឬក៏ office បានបន្ទាប់ពីជ្រើសរើសរួចរាល់ហើយបងប្អូនចុចទៅលើពាក្យ save ចំណុចចុងក្រោយបងប្អូនត្រូវចុចទៅលើកឡោនទី3នេះដើម្បីជ្រើសរើសទីក្រុងស្រុកក៏ដូចជាភូមិត្រង់ចំណុចនេះផងដែរបងប្អូនត្រូវអូសចុះក្រោមបន្តិចដើម្បីរកទីក្រុងសាកែវបន្ទាប់ពីអូសឃើញហើយបងប្អូនត្រូវចុចទៅលើពាក្យសាកែវបន្ទាប់មកទៀតបងប្អូនត្រូវជ្រើសរើសអរញ្ញប្រធានរួច select ទៅលើលេខ postcode ដែលមាននៅលើនោះស្រាប់ចុងក្រោយគេគ្រាន់តែចុចទៅលើពាក្យបានម៉ៃនងសៃរួចចុចទៅលើពាក្យ save ជាការស្រេចពេលនេះបងប្អូនអាចរីករាយជាមួយនឹងការទិញទំនិញជាច្រើនមុខនៅក្នុង app Lazada អរគុណបាយបាយ